ពួកយើងហាត់ក្បាច់គុណក៏ព្រោះតែដើម្បីប្រកាន់យុត្តិធម៌រក្សាសន្តិភាពលោកអាសរសៃប្រាសាទនោះមកតាមដកផ្ទះឯងរូបយើងពីប៉ាលីងសៀវភ្នំអ៊ីងឆាយប៉ាក់ស្អីគេលោកគ្រូអត់អីទើបនាងរៀនក្បាច់គុណខ្ញុំចង់កម្ចាត់ជនពាលទាំងអស់អ្នកដែលធ្វើបាបម៉ាក់ខ្ញុំវាយពួកនោះឲ្យរៀបដល់ដីបងប្អូនពូមីងកូនភ្លោះពាក់មុខមកហើយបើសិនជាសម្លាប់នាងហើយពួកយើងអាចច្រឡំសម្លាប់គេម្នាក់ដែលអាចខ្លាចជាមនុស្សល្អចង់បានយុត្តិធម៌ហើយត្រូវមានគំនិតចង់កម្ចាត់ពួកអន្តពាលមានភាពក្លាហានទទួលរាល់បាបកម្មដាវរបស់យើងជាដាវសម្លាប់មនុស្សទៅលែងទាន់ហើយយុត្តិធម៌មិនអាចធ្វើការយឺតទេអេជិនឆាប់ទៅនរណាចង់រត់ពេលចេះក្បាច់គុណខ្ញុំនឹងការពារមនុស្សជាទីស្រឡាញ់ជឿជាក់ចុះត្រូវតែជឿជាក់